ប្រជាជនកម្ពុជា 70% មានអាយុរវាង 14 ឆ្នាំទៅ 30 ឆ្នាំ ក្នុងនោះពាក់កណ្ដាលគឺជាស្ត្រីដែលតម្រូវការចាំបាច់ផលប្រយោជន៍និងទស្សនៈរបស់ពួកគេនៅពុំទាន់បានឆ្លុះបញ្ចាំងនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនៅឡើយទេអភិបាលកិច្ចល្អតាក់ទងនឹងការចូលរួមដោយស្មារតីនៃពលរដ្ឋទាំងអស់នោះពលគឺរវាងបុរសនិងស្ត្រីក្មេងនិងមនុស្សចាស់ទោះជាស្ថិតនៅក្នុងជីវភាពជាបុគ្គលសាធារណៈឬឯកជនក៏ដោយសមភាពរវាងបុរសនិងស្ត្រីគឺជាការបង្ហាញអំពីជោគជ័យនៃអភិបាលកិច្ចល្អភាពយន្តខ្លីនេះតំណាងឲ្យទស្សនៈរបស់យុវតីកម្ពុជាអំពីការចូលរួមនិងការធ្វើជាតំណាងនៅក្នុងនយោបាយកម្ពុជាដែលបង្ហាញពីមូលហេតុដែលយុវតីអាចចូលរួមនៅក្នុងនយោបាយមានកង្វល់ការប្រឈមក៏ដូចជាមានការប៉ងប្រាថ្នានិងឱកាសត្រឹមតែកម្រិតកំណត់តែប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នហ្នឹងនៅខាងវិស័យនយោបាយយល់ទៅស្ត្រីរបស់យើងហ្នឹងស្ត្រីយើងវាមានច្រើននៅក្នុងប្រទេសកម្ពុជាប៉ុន្តែស្ត្រីដែលចូលរួមក្នុងវិស័យនយោបាយខ្ញុំមើលទៅឃើញភាគតិចដោយសារកត្តាជាច្រើនដែលជំរុញឲ្យពួកគាត់មិនអាចចូលខាងវិស័យនយោបាយបានដោយសារភាពក្រីក្របើខ្ញុំចង់ចូលរួមក្នុងវិស័យនយោបាយជាពិសេសគឺស្ត្រីវ័យក្មេងបើសិនជាយើងចង់ឲ្យពួកគាត់ចូលរួមក្នុងវិស័យនយោបាយដែរហ្នឹងគឺវាមានកត្តាជាច្រើនដែលពិបាកជំរុញឲ្យពួកគាត់ធ្វើដូចជាកត្តាទី1ក្រុមគ្រួសារមិនលើកទឹកចិត្តហើយមិនឲ្យការចូលរួមក្នុងវិស័យនយោបាយដែលគាត់គិតថានយោបាយគឺមានការភ័យខ្លាចដូចជាអាចធ្វើឲ្យយើងបាត់បង់ជីវិតឬក៏ជាប់គុកឬក៏រត់ចោលស្រុកហើយទី2សង្គមផងដែរសង្គមរើសអើងចំពោះយើងមិនឲ្យតម្លៃយើងទេគាត់គិតថាយើងហ្នឹងក្មេងហើយមិនទាន់ជ្រុះអាចទៅបីលើក្បាលទេតែយើងមានទស្សនៈវិស័យយ៉ាងម៉េចខ្លះដើម្បីចូលនយោបាយអញ្ចឹងថាយើងខ្សោយចំណេះដឹងទូទៅហើយនឹងកត្តាផ្សេងៗទៀតដូចថាតាក់ទងនឹងអាយុជីវិតកាលណាដែលយើងបញ្យល់ឲ្យដឹងថាយើងកសាងភូមិមានប្រយោជន៍យ៉ាងម៉េចនោះគឺយើងពេញចិត្តនឹងចូលរួមអញ្ចឹងហើយមួយទៀតខ្ញុំចង់ឲ្យឪពុកម្ដាយអញ្ចឹងគាត់ផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ជួយជំរុញឲ្យកូនចូលរៀនឲ្យបានច្រើនកុំគិតថាស្ត្រីវិលតែចង្ក្រានមិនជុំហើយស្ត្រីយកប្តីទៅគឺនៅផ្ទះហើយក៏សំណូមពរទៅរាជរដ្ឋាភិបាលដែរចាដើម្បីឲ្យស្ត្រីវ័យជំទង់ឬក៏កុមារជាស្ត្រីនឹងចូលរួមឲ្យបានច្រើនលុះត្រាតែយើងមានការអប់រំពីពេលនេះទៅចាជាបន្តទៅចាជាពិសេសដូចជាតាមសាលាក្តីចាដើម្បីឲ្យគាត់យល់ពីការងារចូលរួមនៅក្នុងវិស័យនយោបាយជាស្ត្រីហ្នឹងគាត់មានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះសង្គមជាតិហើយក៏ទៅលើចំពោះស្ត្រីរបស់យើងគ្នាយើងហ្នឹងចាសម្រាប់ខ្ញុំគិតថាបញ្ហាសង្គមមួយទៀតហ្នឹងសូម្បីតែខ្ញុំអង្គុយនៅ interview នៅហ្នឹងបានន័យថាខ្ញុំអង្គុយសម្ភាសនៅហ្នឹងក៏ម្ដាយរបស់ខ្ញុំឬបងប្អូនរបស់ខ្ញុំគាត់ថានិយាយពីរឿងអីហ្នឹងនិយាយពីរឿងនយោបាយហើយនិយាយអីហ្នឹងតិចប៉ះពាល់ដល់ខាងណាទៅអត់បានទេណានិយាយឲ្យស្រួលបួរកុំនិយាយផ្ដេសផ្ដាស់ណាអញ្ចឹងនៅពេលដែលគាត់លើពាក្យថានយោបាយមួយម៉ាត់គឺគាត់ភ័យហើយអញ្ចឹងបានន័យថាអានេះគឺជាកត្តាមួយដែលធ្វើឲ្យមនុស្សយើងសុញមិនហ៊ាននិយាយអ្វីដែលជាការពិតហើយមួយទៀតហ្នឹងគឺនៅពេលដែលយើងនិយាយហ្នឹងគឺយើងត្រូវការមនុស្សម្នាក់ដែលយើងទឹកចិត្តបានថាបង្ហើបអ្វីដែលយើងចង់និយាយព្រោះអីតែពាក្យនយោបាយមួយម៉ាត់ហ្នឹងគឺគេមានន័យថាគឺការអាចស្លាប់នឹងការចូលទៅក្នុងគុកអាហ្នឹងអ្វីដែលខ្ញុំបានធ្លាប់បានឮពីមនុស្សចាស់ដែលគាត់បាននិយាយប្រាប់ខ្ញុំតែប៉ុណ្្នឹងឯងប៉ុន្តែខ្ញុំមិនទាន់បានដឹងទេព្រោះអីខ្ញុំគាត់គឺជាមនុស្សម្នាក់ដែលគិតថាអ្វីដែលវាយើងគាត់ចង់បានអ្វីដែលស្មើភាពគ្នាហើយនឹងសេរីភាពក្នុងការអ្វីដែលយើងចង់បាននិយាយតែប៉ុណ្្នឹងឯងភាគច្រើនសូម្បីតែខ្ញុំជិះឡានមកពីកំពតហ្នឹងគឺភាគច្រើនខ្ញុំសង្កេតឃើញថាស្ត្រីវ័យក្មេងហ្នឹងគាត់អត់ហ៊ានទៅបង្ហើបពីរឿងនយោបាយទេមានតែខ្ញុំជាមួយនឹងតកុងឡានឯងដែលខ្ញុំហ៊ាននិយាយពីរឿងបញ្ហានយោបាយតែដោយសារតែខ្ញុំមានការទុកចិត្តគាត់ដែរបើមិនតែខ្ញុំអត់ស្គាល់គាត់ក៏ខ្ញុំមិនសូវហ៊ានបើកនិយាយរឿងនយោបាយដែរដោយសារតែគាត់ក៏និយាយពីរឿងហ្នឹងហើយអញ្ចឹងគាត់និយាយពីបញ្ហាប៉ុន្តែក៏គាត់មានការបដៅឲ្យខ្ញុំបដៅមកឲ្យខ្ញុំថាយើងនឹងមិនគួរដឹងឮរឿងនយោបាយច្រើនទេព្រោះយើងនៅក្មេងយើងធ្វើដូចជាអាជ័យទៅចាំតែឲ្យអើតាមគេទៅតែគេថាធ្លាក់ទឹកគឺធ្លាក់ទឹកគេថា
ឲ្យយើងអ៊ំគឺយើងអ៊ំទៅមុខទៅយើងមិនចាំថាយ៉ាងម៉េចទេអញ្ចឹងយើងចាំថាឲ្យទៅគេអញ្ចឹងសម្រាប់ខ្ញុំគិតថាអានេះគឺជាការពេលបដៅផងមនុស្សចាស់ឲ្យគេទៅផ្លូវមួយដែលខុសប៉ុន្តែយើងគួរគិតថាសង្គមមួយវាមិនមែនកើតមកតែមនុស្សម្នាក់ឯងយើងកើតមកមនុស្សច្រើនប៉ុន្តែបើសិនតែមនុស្សច្រើនគិតដូចគាត់តើសង្គមទៅជាយ៉ាងម៉េចប្រទេសទៅជាយ៉ាងម៉េចប៉ុន្តែបើសិននៅសង្គមម្នាក់ដែលគិតថាបើមនុស្សនិយាយបានល្អហើយបញ្ចេញទស្សនៈផុសខ្លួនរៀងខ្លួនមិនមានការកាប់សម្លាប់គ្នាតើសង្គមយើងទៅជាយ៉ាងម៉េចចាខ្ញុំគិតថាការជួយដូចថាឲ្យស្ត្រីវ័យក្មេងចូលក្នុងវិស័យនយោបាយនេះខ្ញុំគិតថានយោបាយវាមិនមែនជាការអ្នកខ្លះឮថានយោបាយខ្លាចភ័យខ្លាចចាមានការភ័យខ្លាចណាចាតាមពិតនយោបាយនេះមិនមែនដូចថានយោបាយយើងសូម្បីតែយើងធ្វើការនៅក្នុងផ្ទះយើងក៏មាននយោបាយដែរចាទីមួយដូចថាយើងបញ្ចុះបញ្ចូលប្តីយើងឲ្យចង់ធ្វើអីអ្វីមួយអញ្ចឹងគឺយើងត្រូវសិតតែប្រើនយោបាយក្នុងខ្លួនរបស់យើងហើយចាអញ្ចឹងខ្ញុំគិតថាតាក់ទងទៅថ្ងៃក្រោយឲ្យស្ត្រីវ័យក្មេងចូលប្រឡូកក្នុងវិស័យនយោបាយបានច្រើនគឺយើងជួយបញ្ចុះបញ្ចូលគាត់ឲ្យគាត់ធ្វើការងារនៅក្នុងឃុំសង្កាត់តាក់ទងនឹងដូចថាឲ្យហ៊ានឈរឈ្មោះជាបេក្ខជនបោះឆ្នោតក្រុមប្រឹក្សាឃុំចាដោយឡែកយើងធ្វើការទៅនេះមិនមែនប៉ុណ្្នឹងទេគឺយើងអាចមានច្រើនទៅនឹងជាងនឹងទៀតចាប៉ុន្តែខ្ញុំគិតថាស្ត្រីនៅក្នុងឃុំសង្កាត់នេះគឺថាមានភាគច្រើនដែលនៅដូចថាគាត់ចង់ឈើជាបេក្ខជនអីចឹងណាខ្មែរយើងសប្តាហ៍ថ្ងៃហ្នឹងស្ត្រីគឺមានផលលំបាកជាងបរិសុទ្ធច្រើនឲ្យតែយើងអាចទៅមុខរួចមិនថាជាការងារអ្វីទេបរិសុទ្ធអាចធ្វើបានស្ត្រីអាចធ្វើបានពីព្រោះពេលខ្លះបរិសុទ្ធអាចចេះដាំបាយចេះដាំស្លដូចគ្នាដែរនេះក៏ការងារស្ត្រីហ្នឹងតែអញបរិសុទ្ធធ្វើបានដែរតែពេលអញ្ចឹងអត់មានអ្នកសួរសំណួរទេប៉ុន្តែនេះជាការងារជាក្រាស់ឡានទៅជាគេសួរថាហេតុអីបានជាស្ត្រីហ្នឹងមកបើកក្រាស់ឡានបើកអីចឹងក៏ប៉ុន្តែសំណួរនេះអត់មានអីប្រហែលក៏មិនស្រួលទេដែរចាអញ្ចឹងតាក់ទងនឹងក្រាស់នេះគឺក៏ប៉ុន្តែមានមនុស្សជាច្រើនដែរដែលបានសួរសំណួរខ្ញុំថាហេតុអីខ្ញុំជាស្ត្រីប៉ុន្តែខ្ញុំមកបើកក្រាស់ឡានហើយមួយទៀតបើសិនជាមានមិត្តភក្តិបរិសុទ្ធជាច្រើនដែរដែលគេថាចង់ប្រពន្ធថាធ្វើការងារជាស្ត្រីផ្សេងតែខ្ញុំគាត់ថាខ្ញុំអត់ទៅទេមិនទៅព្រោះថាគេនិយាយថាការងារទុកឲ្យគេអ្នកធ្វើវិញព្រោះគេជាបរិសុទ្ធប៉ុន្តែខ្ញុំគិតថាយើងសិតស្មើគ្នាអញ្ចឹងយើងអាចធ្វើការងារបានដូចគ្នាស្អីក៏យើងអាចធ្វើបានដែរហើយយើងទៅរួចអ្វីដែលធ្វើខ្ញុំចូលរួមក្នុងវិស័យនយោបាយហ្នឹងគឺដោយសារពេលខ្ញុំដឹងក្តីក្នុងគ្រួសារហ្នឹងម្ដាយតែងតែឲ្យខ្ញុំនឹងនិយាយថាចាមិនអីទេដល់ពេលអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាវាអត់ត្រូវជាមួយនឹងអាជីវិតពិតប្រាកដរបស់ខ្ញុំចូលចិត្តថាឃើញខុសឃើញថាខុសឃើញត្រូវថាត្រូវចាហើយសង្គមមួយទៀតតែងតែថានយោបាយគឺគ្រោះថ្នាក់ព្រោះអីយើងឲ្យខ្ញុំនៅខាងគណៈបកប្រឆាំងយ៉ាងទៀតវាហត់តែមានបញ្ហាសម្រាប់ខ្ញុំគិតថាវាជាឧបសគ្គបើយើងគិតទៅផ្លូវឧបសគ្គឧបសគ្គដែលខ្ញុំមានក្នុងនាមជាស្ត្រីវ័យក្មេងហើយចូលរួមក្នុងវិស័យនយោបាយហ្នឹងគឺមានកត្តាជាច្រើនទី1គឺកត្តារើសអើងពីមិត្តភ័ក្តិនៅជុំវិញដូចជាមិត្តភ័ក្តិប្រុសតែថាខ្ញុំចាយពេលវេលាអត់ប្រយោជន៍ជាមួយគណៈបកនយោបាយព្រោះអីត្រូវបានគេបោកប្រើប្រាស់ហេតុអីក៏ខ្ញុំមិនចូលពេលវេលាហ្នឹងទៅផ្ដោតធ្វើការឬក៏រៀនសូត្រទៅហើយរៀនសូត្រហើយនឹងធ្វើការតទៅមុខទៀតអញ្ចឹងជាជាងនឹងចាយពេលវេលាអត់ប្រយោជន៍មួយទៀតពេលដែលខ្ញុំទៅប្រជុំនៅក្នុងចូលប្រជុំជាមួយនឹងក្រុមស្ត្រីវ័យក្មេងអីចឹងពេលខ្ញុំណែនាំខ្លួនតែខ្ញុំមកពីគណៈបកនយោបាយហ្នឹងសូម្បីតែស្ត្រីគ្នាឯងហ្នឹងក៏គាត់ចង់ញាក់ចិត្តជាមួយខាងខ្ញុំដែរព្រោះអីដោយសារខ្ញុំមកពីគណៈបកនយោបាយប៉ុន្តែខ្ញុំបានជំរាបប្រាប់គាត់ថាទោះបីខ្ញុំមកពីគណៈបកប្រឆាំងគណៈបកនយោបាយមែនប៉ុន្តែគោលបំណងផងខ្ញុំគឺជួយជាតិដូចអ្នកទាំងអស់គ្នាអញ្ចឹងគ្រាន់តែថាទិសដៅដែលយើងចូលទៅហ្នឹងវាខុសគ្នាហ្នឹងគេហៅថាចូលរួមក្នុងវិស័យនយោបាយមិនថាឲ្យចូលរួមវិស័យនយោបាយទៅធ្វើជារដ្ឋមន្ត្រីនោះទេចាគ្រាន់តែចូលរួមក្នុងសម្លេងជាប្រជាជនហ្នឹងលើកដំកើងនឹងស្វែងរកអ្វីដែលជាផលវិបាកហ្នឹងកោះកកាយមកឲ្យស្នើសុំដើម្បីឲ្យមានភាពប្រសើរជាងឲ្យធ្វើការជាមួយគ្នាពោពេញទៅដោយសេរីភាពនិងសិទ្ធិផ្ទាល់ខ្លួនផងយើងនឹងបញ្ចេញមកចាហ្នឹងគឺហៅថាចូលរួមក្នុងវិស័យនយោបាយចំពោះទស្សនៈនាងខ្ញុំយល់ថាស្ត្រីវ័យក្មេងចូលរួមក្នុងវិស័យនយោបាយនៅប្រទេសកម្ពុជាយើង
មិនសូវជាមានចំនួនច្រើនប៉ុន្មានទេដូចជានៅតាមក្រសួងមន្ទីរស្ថាប័នអីមិនសូវមានជាស្ត្រីប៉ុន្មានទេភាគច្រើនសិតតែបុរសប៉ុន្តែគាត់អត់មានផ្ដល់ឲ្យស្ត្រីទេគាត់គិតថាស្ត្រីឲ្យចូលមកក្នុងស្ថាប័នក្នុងការងារមុំក្រុមប្រឹក្សាគុំសង្កាត់អីហ្នឹងឲ្យធ្វើឲ្យតែត្រួតពិនិត្យឯកសារបានហើយឲ្យមនុស្សប្រុសហ្នឹងចុះទៅធ្វើការអីរៀងធំដុំជាងប៉ុន្តែសមត្ថភាពចំណេះដឹងមានដូចគ្នាប៉ុន្តែសមត្ថភាពក៏មានដូចគ្នាដែរនាងខ្ញុំចាប់អារម្មណ៍ចូលរួមក្នុងវិស័យនយោបាយដោយសារតែនាងខ្ញុំរៀនហ្នឹងគឺចង់ឲ្យពេទ្យឲ្យចំណេះដឹងខ្ញុំមានហ្នឹងខ្ញុំចង់ឲ្យអ្នកដទៃហ្នឹងចែកម្លែកពីចំណេះដឹងរបស់ខ្ញុំទៅឲ្យអ្នកដទៃរួចហើយម្យ៉ាងវិញទៀតហ្នឹងគឺខ្ញុំចង់ខ្លាចជាស្ត្រីគំរូដល់ស្ត្រីដទៃទៀតពេលដែលខ្ញុំបានធ្វើការដូចជាខ្ញុំចេញពីក្នុងខេត្តខ្ញុំពេលដែលខ្ញុំបានធ្វើការខ្ញុំចូលរួមក្នុងវិស័យនយោបាយបានធ្វើការជាក្រុមប្រឹក្សាគុំសង្កាត់តំណាងជាស្ត្រីម្នាក់វត្តមានរបស់ស្ត្រីវ័យក្មេងនៅក្នុងឆាកនយោបាយគឺសំខាន់ណាស់ពីព្រោះថានៅពេលដែលពួកយើងចូលរួមជាមួយនឹងឆាកនយោបាយពួកយើងសាមគ្គីគ្នាពួកយើងអាចបង្ហាញពីអារម្មណ៍របស់ពួកយើងទាំងអស់គ្នាពួកយើងនឹងមានតួនាទីមួយយ៉ាងសំខាន់នៅក្នុងសង្គមពួកយើងជួយសង្គមពួកយើងអាចធ្វើឲ្យសង្គមយើងមានការផ្លាស់ប្ដូរដោយការពីមុនគឺស្ត្រីវ័យក្មេងមួយចំនួនគឺគាត់អត់ធ្វើការជាមួយនឹងឆាកនយោបាយទេគាត់អត់ចូលរួមជាមួយសង្គមទេសង្គមជឿនលឿនបិទស្ត្រីមានសិទ្ធិស្មើគ្នាក្នុងការដឹកនាំ